ចាសូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងសម្រាប់សុខភាពនៅថ្ងៃនេះ Channel យើងខ្ញុំនឹងធ្វើការរៀបរាប់ជូនអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងគុណសម្បត្តិរបស់ក្របល្ពៅដែលល្អចំពោះស្ត្រីមានផ្ទៃពោះនិងទារកនៅក្នុងផ្ទៃក្របល្ពៅមិនត្រឹមតែមានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះប៉ុណ្ណោះទេប៉ុន្តែក៏មានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ជាច្រើនសម្រាប់ការអភិវឌ្ឍមុនពេលមានផ្ទៃពោះទៀតផងតែដូច្នេះអ្នកទាំងអស់គ្នាអាចចូលរួមតាមដានស្ដាប់ជាមួយនឹងខ្ញុំតាក់ទងជាមួយនឹងគុណសម្បត្តិក្របល្ពៅដែលល្អចំពោះស្ត្រីមានផ្ទៃពោះនិងទារកនៅក្នុងផ្ទៃសម្រាប់គុណសម្បត្តិទី1គឺក្របល្ពៅមានផ្ទុកនូវវីតាមីន B តួនាទីសំខាន់នៃវីតាមីន B គឺក្នុងការផលិតថាមពលដែលជាតម្រូវការថាមពលកើនឡើងនៅអំឡុងពេលដែលមានផ្ទៃពោះហើយលើពីនេះទៅទៀតសារធាតុ Folate គឺជាវីតាមីន B ដែលសំខាន់បំផុតសម្រាប់ម៉ាក់ដែលកំពុងតែមានផ្ទៃពោះពីព្រោះវាអាចជួយការពារភាពមិនប្រក្រតីនៃបំពង់សរសៃប្រសាទដូចជាពងក្របល្ពៅបរិមាណចំនួន28ក្រាមគឺផ្ដល់នូវសារធាតុ Folate ចំនួន16មីលីក្រាមដែលស្ត្រីត្រូវការសារធាតុ Folate យ៉ាងហោចណាស់400មីលីក្រាមជារៀងរាល់ថ្ងៃហើយសម្រាប់គុណសម្បត្តិទី2គឺមានផ្ទុកនូវសារធាតុស័ង្កសីជាមួយគ្នានេះផងដែរក្របល្ពៅប្រហែលជាប្រមាណ14ក្រាមគឺមានផ្ទុកនូវសារធាតុស័ង្កសីចំនួន 1.1 មីលីក្រាមដែលជាសារធាតុរ៉ែដ៏សំខាន់ចំពោះស្ត្រីដែលមានផ្ទៃពោះសារធាតុស័ង្កសីក៏អាចជួយក្នុងការផលិត DNA និងជួយជំរុញការលូតលាស់របស់កោសិកាបានយ៉ាងឆាប់រហ័សចំពោះទារកដែលកំពុងលូតលាស់បើយោងតាមគេហទំព័រ Baby Center ការកង្វះនូវសារធាតុស័ង្កសីអំឡុងពេលមានផ្ទៃពោះគឺអាចពាក់ព័ន្ធជាមួយនឹងការរលូតកូនទារកខ្វះទម្ងន់ជាតិពុលក្នុងឈាមនិងផលវិបាកផ្សេងៗទៀតផងនៅអំឡុងពេលមានផ្ទៃពោះនិងសម្រាប់កូនជាធម្មតាស្ត្រីដែលកំពុងពោះក៏បីទទួលទាននៅសារធាតុស័ង្កសីចំនួន13មីលីក្រាមក្នុងមួយថ្ងៃរីឯគុណសម្បត្តិទី3គឺមានផ្ទុកនូវខ្លាញ់ល្អចំពោះសុខភាពលើពីនេះទៅទៀតក្របល្ពៅក៏ជាប្រភពខ្លាញ់មិនឆ្អែតព្រមទាំងផ្ដល់នូវអាស៊ីតអូមេហ្គា3ដែលជួយជំរុញការលូតលាស់ខួរក្បាលរបស់ទារកផងដែរទោះបីជាយ៉ាងណាក៏ដោយប្រសិនបើទារកមានកម្រិតអាស៊ីតខ្លាញ់សំខាន់ទៀតវាអាចនឹងមានការថយចុះដល់ការអភិវឌ្ឍខួរក្បាលរបស់ទារកពីព្រោះសារធាតុអូមេហ្គា3បង្កើនកោសិកាខួរក្បាលក្រៅពីនេះទៅទៀតអាស៊ីតខ្លាញ់ក៏អាចធ្វើឲ្យទារកមើលឃើញកាន់តែល្អប្រសើរនិងជួយទៅដល់ការអភិវឌ្ឍសរសៃប្រសាទកណ្ដាលថែមទៀតផងសម្រាប់គុណសម្បត្តិទី4គឺមានផ្ទុកនៅជាតិដែកកង្វះជាតិដែកគឺជាការព្រួយបារម្ភមួយចំពោះស្ត្រីអំឡុងពេលពោះដោយសារជាតិដែកជួយផលិតនៅគ្រាប់ឈាមក្រហមដែលផ្ទុកអុកស៊ីហ្សែនពោពេញនៅរាងកាយអំឡុងពេលដែលពោះរាងកាយផលិតអុកស៊ីហ្សែនអំឡុងពេលពោះរាងកាយផលិតកោសិកាឈាមក្រហមខ្ពស់ដើម្បីជំរុញការលូតលាស់របស់ទារកដែលជាមូលហេតុជាតិដែកមានសារៈសំខាន់បំផុតចំពោះម៉ាក់ក្របល្ពៅមានបរិមាណជាតិដែកខ្ពស់ដូច្នេះការទទួលទាននៅក្របល្ពៅត្រឹមតែមួយពេងក៏អាចជួយបំពេញតម្រូវការជាតិដែកប្រចាំថ្ងៃជាមធ្យមដល់ទៅពាក់កណ្ដាលឯណោះចា៎ហើយសម្រាប់អត្ថបទនេះផងដែរ Channel យើងខ្ញុំដកស្រង់ចេញពីគេហទំព័រក្នុងស្រុក Hello Group ពេទ្យចា៎សូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែតាមដានក៏ដូចជាគាំទ្រនៅ Channel ចំណេះដឹងសម្រាប់សុខភាពជាថ្មីម្ដងទៀតនាងខ្ញុំសូមអភ័យទោសផងដែររាល់ពាក្យពេចន៍មិនច្បាស់ក៏ដូចជាកំហុសដែលអាចកើតឡើងដោយអចេតនានៅត្រង់ចំណុចណាមួយចាសសូមអរគុណ